em sao cô mà canh hông sao mà non tiêu đấy បន្ទាប់ពីឥន្ទ្រីខ្មៅបានហៅឃុំម៉ាអាឡើងទៅលើភ្នំហើយសាច់រឿងរបស់យើងក៏កាត់មកផ្ទះឃុំម៉ានេះវិញគឺថាអ្នកទាំងអស់គ្នាកំពុងតែគិតសញ្ជឹងនឹងរកផ្លូវចេញទៅក្រៅដើម្បីស្វែងរកប្រភពទឹកផងដើម្បីតាមស្វែងរកឃុំម៉ាផងក៏លេចមកមើលឃុំម៉ានេះវិញក៏បានឡើងមកលើភ្នំក៏ទៅប៉ះធ្វើពីផ្លូវដែលទៅកាន់ភ្នំ គឺទៅតាមចលងភ្នំនៃការបំផ្លាញហើយបន្ទាប់មកនឹងឃើញទីវាលដែលកាលពីដើមឡើយហ្នឹងគឺ Pango ហ្នឹងគឺជាសត្វខ្លាមួយដែលទន់ខ្សោយហើយខ្វាក់ភ្នែកមួយចំហៀងហើយ Pango ហ្នឹងគឺជាសត្វខ្លាមួយដែលភ័យខ្លាចនឹងទឹកប៉ុន្តែខណៈពេលនោះគឺត្រូវបានសត្វខ្លាមួយរៀងធំនៅក្នុងចលងភ្នំហ្នឹងហើយពេលនោះឯងដែលធ្វើឲ្យ Pango ហ្នឹងគឺជាសត្វខ្លាមួយដែលវាថាមានញៀនពិសេសជាងហើយនៅពេលដែលខ្លួនគេធំឡើងក៏ខ្លាចទៅជាអ្នកប្រមាញ់ហើយក៏ត្រឡប់ទៅសងសឹកវិញប៉ុន្តែវាអត់ទាន់គ្រប់គ្រាន់ទេសម្រាប់គាត់ហើយឃុំបាក៏និយាយថាអញ្ចឹងហើយបានតែគាត់នៅតែដើរសម្រាប់គេហើយគណៈពេលដែលឃុំបាស្ដាប់រឿងនិទានក៏ដូចជាការបកស្រាយរបស់សាក់អន្ទីរួចសាក់អន្ទីហ្នឹងក៏ឲ្យឃុំបាត្រឡប់ចេញអំពីភ្នំរបស់គេឆ្លងកាត់ព្យុះភ្លៀងនិងទុក្ខវេទនាជាច្រើនដើម្បីខំស្វែងរកសេចក្តីសុខដល់អ្នកភូមិខ្លួនឯងផងទីបំផុតឃុំបាក៏បានខ្ញុំគឺសម្រាប់ទៅលើ Pango ហ្នឹងឯងគឺគាត់សម្រាប់ពួកខ្លាសត្វខ្លាដទៃដែររស់នៅជាមួយគាត់គឺនៅតែខ្លួនឯងម្នាក់ឯងទេតែនេះគឺអាណិតគាត់ដែរគឺថាគាត់មានកម្លាំងខ្លាំងប៉ុន្តែឯកោហើយយើងនឹងចាប់ឯងហើយឆាកប្រយុទ្ធគ្នាក៏បានកើតឡើងតែសម្រាប់ឃុំបាយពីព្រោះអីចលងភ្នំនេះគឺជាទីកន្លែងរបស់ Pango អញ្ចឹងគាត់ដឹងទីកន្លែងច្បាស់គាត់ដឹងកន្លែងណាត្រូវទៅកន្លែងណាមិនត្រូវទៅប៉ុន្តែវាពិបាកចាប់ត្រង់ថាឃុំបាយគាត់រត់លឿនហើយរៀងគាត់តែរៀងតូចហ្នឹងយើងមើលទៅអ្នកវេទនាហ្នឹងមិនមែនជាអ្នកក្រៅទេគឺ Pango ហ្នឹងឯងបុកថ្មបុកអីផងថ្មធ្លាក់លើធ្លាក់អីផងប៉ុន្តែខាងគាត់ចុះចាញ់ទេបើកភ្នែកហើយរត់ដេញតាមឃុំបាទៀតហើយបាននិយាយទៅកាន់ឃុំបាថាឯងយឺតណាស់ពេលនោះដែរឃុំបារត់ចេញរៀងឆ្ងាយពី Pango ហើយក៏រត់ពួនប៉ុន្តែរត់ពួនអត់ចិត្តទេដោយសារតែសត្វខ្លាហ្នឹងគឺទោះទៅដល់ណាក៏វាហិតក្លិនណាដែលវាដឹងដោយសារតែវាហិតក្លិនចឹងប៉ុន្តែការដេញរបស់ Pango ហ្នឹងគឺដេញមួយទេដោយសារតែទីកន្លែងនេះជាទីកន្លែងរបស់ខ្លួនហើយដេញហ្នឹងគឺដេញបែបមើលងាយហើយនៅពេលដែលឃុំម៉ារត់មកដល់ច្រាំងនៃថ្លុកបឹងហ្នឹងច្រាំងនៃទឹកហ្នឹង Pango ហ្នឹងក៏បានដើរមកតិចហើយក៏កាហឹមហើយក៏ស្រែកហើយក៏លោតសគ្រូបឃុំម៉ាធ្លាក់ទៅក្នុងទឹកទៅប៉ុន្តែនៅពេលដែលពួកគេធ្លាក់ទៅក្នុងទឹកថ្មភ្នំដែលនៅលើទឹកហ្នឹងក៏ចាប់ផ្ដើមធ្លាក់ចុះមកក្រោមភ្នំហ្នឹងក៏ចាប់ផ្ដើមអង្គើបន្តិចម្ដងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បន្តគ្នាហើយឃុំម៉ាហ្នឹងក៏ធាក់ Pango មួយជើងហើយក៏ឡើងមកលើក៏ងើបឡើងមកលើទៅហើយឡើងបន្តមកដល់ម៉ានហោង Pango ហ្នឹងក៏ហក់មកខាំហើយធ្លាក់ចូលទឹកទាំងពីរនាក់វិញទៀតប៉ុន្តែធ្វើអីឃុំបានកើតទេរៀបនឹងធ្វើស៊ីឃុំបាយប៉ុន្តែថ្មមួយក៏ធ្លាក់មកវិញនឹងត្រូវពួកគេទាំងពីរហើយឃុំបាយឆ្លៀវឱកាសនោះក៏ហាឡើងទៅលើវិញទៅយើងក៏លេចមកមើលខាងក្រៅនេះវិញពួកសត្វទាំងអស់ដែលមកតាមឃុំបាយហ្នឹងចាប់ផ្ដើមព្រួយបារម្ភពីឃុំបាយដោយសារតែភ្នំចាប់ផ្ដើមអង្គើទីម្ដង
ហើយអ្នកដែលនៅក្នុងហ្នឹងក៏បានចាក់ចេញទៅក្រៅមានដូចជាពុករបស់ឃុំបានមកវានិងព្រឹត្តលីយើងក៏បានឃើញថាទឹកដែលនៅក្នុងហ្នឹងចាប់ផ្ដើមធ្លុះធ្លាយចេញមកក្រៅហើយយើងក៏ឃើញឃុំបានហើយនឹងផាំងហ្គោកំពុងតែចេញមកក្រៅដូចគ្នាទាំងដែលវាប្រកបគ្នាហើយផាំងហ្គោហ្នឹងក៏និយាយទៅកាន់ឃុំបានថាឲ្យចុះចាញ់ទៅអ្នកមិនអាចប្រឆាំងនឹងវាសនារបស់អ្នកបានទេហើយឃុំបានហ្នឹងក៏និយាយហេតុផលទៅកាន់ផាំងហ្គោថាអ្នកសម្រាប់ខ្ញុំហ្នឹងគឺអ្នកអត់មានអីផ្លាស់ប្ដូរទេអ្នកនៅតែជាអ្នកចឹងណាហើយនេះផាំងហ្គោហ្នឹងក៏ហក់មកខាំឃុំបានប៉ុន្តែខាំមិនបានទេហើយក៏បានធ្វើតែកញ្ញៅមកឆ្វាច់នៅលើខ្នងរបស់ឃុំបានហើយនៅពេលដែលគេរៀបធ្លាក់ពីលើភ្នំនឹងមកឃុំបានក៏ទូកដែរប៉ុន្តែនៅពេលដែលខ្លួនគេប្រឹងបំរាស់ក៏ធ្វើឲ្យខ្លួនរបស់គេនឹងធ្លាក់ទៅក្រោមមកទៅដុំពីលើទៀតអូសំទោមិនមែនម្ដុំទេគឺ2ដុំ3ដុំនោះហើយពឹងគោក៏បានស្លាប់បាត់បង់ជីវិតនៅពេលនេះទៅចឹងសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាជួបគ្នាជាមួយ admin នៅរឿងផ្សេងៗទៀតហើយនៅភាគក្រោយៗទៀតឬក៏រឿងផ្សេងទៀត admin នឹងសម្រាប់រឿងតង់ហោហើយកុំភ្លេចគាំទ្រហើយកុំភ្លេច subscribe ក៏ដូចជា like comment ឲ្យ admin អ្នកមួយអរគុណជម្រាបលា